បងប្អូនដែលកំពុងតែស្វែងរកកាសដែលមានគុណភាពសំឡេងល្អស្រទន់ពីរោះតូចស្ដាប់មិនឈឺត្រជាក់ជាមួយនឹងតម្លៃសមរម្យវីដេអូមួយនេះគឺសម្រាប់បងប្អូនថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនឲ្យស្គាល់កាសមួយប្រភេទគឺ Airfire Lite ដែលជា brand របស់ Soundpit បងប្អូនក៏លេចមើលរូបរាងប្រអប់របស់ Airfire Lite គឺតូចហើយមានទម្ងន់ស្រាលដែលងាយស្រួលយកទៅតាមខ្លួនមែនទែនសូម្បីតែខេសក៏រចនាមកយ៉ាងរលោងស្អាតហើយធន់ថែមទៀតវាក៏ភ្ជាប់មកជាមួយនឹងប៊ូតុងចុចមួយនិងភ្លើង LED តូចមួយដែលអាចឲ្យយើងមើលដឹងអំពីការបញ្ចូលថ្មខេសនេះនៅពេលដែលយើងដាក់គ្រាប់កាសចូលគឺវាជាប់ស្អិតបានល្អខ្លាំងមែនទែនមិនខ្លាចជ្រុះឬក៏ធ្លាក់ចេញងាយៗនោះទេហើយចំពោះកន្លែងបញ្ចេញសំឡេងក៏ដូចជាកន្លែងស្រូបសំឡេងគឺ Soundpit ធ្វើបានល្អតែម្ដងហើយនៅពេលដែលយើងដាក់ស្ដាប់នៅត្រចៀកមើលទៅវាមិនណែនជាប់នោះទេប៉ុន្តែបងប្អូនកុំបារម្ភវាមិនធ្លាក់ចេញងាយៗនោះទេហើយថែមទាំងមិនឈឺត្រចៀកថែមទៀតមិនថាតែស្ដាប់នៅពេលអង្គុយធ្វើការធម្មតារត់ហាត់ប្រាណឬក៏ពេលធ្វើដំណើរនោះទេគឺយើងមានអារម្មណ៍ថាមានទំនុកចិត្តតែម្ដងដោយកាសនេះវាជាប់នៅត្រចៀកយើងបានយ៉ាងល្អមិនតែប៉ុណ្ណោះ Airfire Lite ក៏បំពាក់នៅអាវក្រោះការពារទឹក IPX5 ផងដែរបងប្អូនទាំងអស់គ្នាបាននិយាយពីសំឡេងវិញមិនថាតែខ្ញុំឬបងប្អូនទាំងអស់គ្នានោះទេរាល់ការទិញកាសតែងចង់បានកាសដែលមានគុណភាពសំឡេងល្អហើយពីរោះហើយបើក្រឡេកមកមើល Airfire Lite នេះវិញគឺវាមានសំឡេងស្រួយហើយបុកបាសងុំដោយវាមិនបែកសំឡេងចេញនោះទេដែលវាភ្ជាប់មកជាមួយនឹង 13mm Dynamic Driver ដែលអាចឲ្យបងប្អូនធ្វើការលេងហ្គេមបានយ៉ាងពេញចិត្តស្ដាប់តន្ត្រីបានដោយរីករាយនិងមើលវីដេអូបានយ៉ាងស្លង់អារម្មណ៍ដែលវាក៏ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Hi-Res Audio និង LDAC ដែលមុខងារទាំងនេះជួយឲ្យសំឡេងកាន់តែច្បាស់និងការភ្ជាប់ Bluetooth កាន់តែប្រសើរមិនតែប៉ុណ្ណោះបងប្អូន Airfire Lite ក៏បំពាក់នៅមុខងារ AI Smart Noise Reduction ផងដែរដោយវាអាចធ្វើឲ្យយើងនិយាយគ្នាតាមរយៈការខលបានយ៉ាងច្បាស់ល្អនិង voice ជាសំឡេងក៏លែងកើតជាបញ្ហាទៀតហើយមួយវិញទៀតយើងក៏អាចធ្វើការកែកុនសំឡេងបានតាមរយៈកម្មវិធីរបស់ក្រុមហ៊ុនផ្ទាល់គឺ Pit Audio ដែលអាចឲ្យយើងកំណត់សំឡេងបានតាមចំណង់ចំណូលចិត្តរបស់យើងកាសនេះនៅពេលដែលយើងធ្លាប់ភ្ជាប់វាហើយពេលយើងភ្ជាប់លើកក្រោយគឺវាភ្ជាប់ដោយអូតូតែម្ដង Airfire Lite ក៏ទទួលបានវិញ្ញាបនបត្រជាមួយនឹង Standard Hi-Res Go ផងដែរបើក្រឡេកមកមើលអំពីមុខងារមួយចំនួនរបស់វាទៀតដូចជា Airfire Lite ភ្ជាប់មកជាមួយនឹង Bluetooth 5.4 ចុងក្រោយបង្អស់ហើយបើនិយាយអំពីថាមពលថ្មរបស់វាយើងអាចស្ដាប់បានរហូតដល់6ម៉ោងបើថែមទាំងថាមពលថ្មនៅក្នុងប្រអប់របស់វាទៀតគឺយើងអាចប្រើរហូតដល់30ម៉ោងឯណោះនៅពេលដែលអស់ថ្មហើយត្រូវការស្ដាប់ខ្លាំងគ្រាន់តែបញ្ចូលថ្មត្រឹមតែ15នាទីគឺយើងអាចស្ដាប់បានរហូតដល់3ម៉ោងទៀតវាក៏ភ្ជាប់មកជាមួយនឹង USB Type C ផងដែរបងប្អូនទាំងអស់គ្នាក្រោយពីខ្ញុំបានតេស្តស្ដាប់រយៈពេលគួរសមដែរឃើញថា Airfire Lite អាចតាក់ចិត្តខ្ញុំបានមិនថាតែពេលស្ដាប់តន្ត្រីក៏ដូចជាពេលខ្ញុំលេងហ្គេមនោះទេគឺវាបានបញ្ចេញសំឡេងបានយ៉ាងល្អមែនទែនហើយនេះប្រសិនបើបងប្អូនកំពុងតែស្វែងរកកាសដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពសំឡេងប៉ុណ្នេះបងប្អូនអាចសាកប្រើ Airfire Lite បានឈប់បងប្អូន Airfire Lite ក៏មានជម្រើសពីរពណ៌ផងដែរគឺពណ៌សនិងពណ៌ខ្មៅហើយបងប្អូនអាចរើសបានតាមចំណង់ចំណូលចិត្តសម្រាប់តម្លៃរបស់វាគឺ$58ប៉ុន្តែបើបងប្អូនទិញឥឡូវនេះគឺបញ្ចុះតម្លៃសតែ$38ប៉ុណ្ណោះបងប្អូនក៏អាចរកទិញបានគ្រប់សាខារបស់សម្បុក IT សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់